ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតហើយថ្ងៃនេះដែរគឺយើងនឹងសិក្សាអំពីមេរៀនទី2នៃថ្នាក់ទី12របស់យើងគឺ limit នៃអនុគមដែលមេរៀនទី1និយាយអំពីចំនួន complex យើងបានបញ្ចប់រួចរាល់ហើយបើសិនជាបងប្អូនអត់ទាន់បានរៀននៅមេរៀនទី1បងប្អូនអាចទៅមើលវីដេអូនៅដែលខ្ញុំដាក់នៅកម្រងវីដេអូថ្នាក់ទី12មេរៀនទី1ចំនួន complex អូខេអញ្ចឹងថ្ងៃហ្នឹងគឺយើងចាប់ដើមថ្ងៃទី1របស់យើងគឺមេរៀន limit នៃអនុគមពេលបងប្អូនស្វែងយល់ឲ្យកាន់តែច្បាស់នៃមេរៀន limit នៃអនុគមនេះបងប្អូនត្រូវមានសៀវភៅមានប៊ិចហើយកត់ត្រានៅអ្វីដែលខ្ញុំបានបញ្យល់ហើយនឹងរៀនដោះស្រាយលំហាត់ជាមួយគ្នានឹងបង្រៀនពីចំណុចដំបូងរហូតដល់ចប់នៃមេរៀនតែម្ដងហើយសង្ឃឹមថាបងប្អូននឹងមើលវីដេអូជាបន្តទៀតហើយដើម្បីមើលវីដេអូបានបងប្អូនត្រូវចុច Subscribe ម្នាក់មួយទៅនៅពេលដែលខ្ញុំ upload វីដេអូវានឹង load notification ដើម្បីបងប្អូនមើលវាជាប្រចាំតែម្ដងអូខេអញ្ចឹងកុំឲ្យកាត់ពេលយូរយើងចាប់ដើមមេរៀនរបស់យើងដែលដំបូងគឺយើងនិយាយអំពីប្រមាណវិធីនៃ limit របស់យើងអញ្ចឹងគឺយើងមានរូបមន្តមួយចំនួន7 8រូបមន្តជាជំហានដំបូងរបស់យើងត្រូវដឹងថាតើយើងអាន limit បែបណាអូខេឧទាហរណ៍ថាយើងមាន limit បែបនេះ limit f នៃ x limit នៃ f នៃ x ដែល x ខិតជិតទៅរក a ស្មើនឹង l យើងអានបែបនេះ limit នៃ f នៃ x ដែល x ខិតជិតទៅរក a ស្មើនឹង l នេះជាចំនួនលេខអីមួយអញ្ចឹងណា a នេះក៏ជាលេខដែរអានេះគឺជាអនុគមនៃ x អូខេហើយបើសិនជា limit នៃ f នៃ x ដែល x ខិតជិតទៅរក a ស្មើនឹង l limit នៃ z នៃ x ដែល x ខិតជិត a ស្មើនឹង m limit នៃ h នៃ x ដែល x ខិតជិតទៅរក a ស្មើនឹង n អូខេដែល l m n ហ្នឹងគឺជារបស់ចំនួនគត់ relative អូខេអញ្ចឹងអានេះគេឲ្យមក limit ទី1ស្មើ l limit ទី2ស្មើ m limit ទី3ស្មើ nអូខេអញ្ចឹងបើសិនជាគេសរសេរក្តោបតែម្ដងគេឲ្យរក limit នៃ f នៃ x បូកដក z នៃ x បូកក៏ដោយសដកក៏ដោយ z នៃ x ដែល x ខិតជិតទៅរក a អញ្ចឹងគេស្មើជាមួយនឹងគេអាចផ្ដាច់ limit បានអញ្ចឹងមានន័យថា limit នៃ f នៃ x គឺស្មើនឹង l ហើយ limit នៃ z នៃ x ស្មើនឹង m អញ្ចឹងគេអាចស្មើនឹង l បូកដក m អូខេនៅពេលដែលយើងស្គាល់ limit មួយហើយបើសិនជាគេចង់បាន limit នៃកន្សោម2នឹងបូកចូលគ្នាឬក៏ដកចូលគ្នាអញ្ចឹងយើងអាចយកចម្លើយវាបូកចូលគ្នាដកចូលគ្នាចំណុចតែម្ដងអូខេចំណុចទី2 limit នៃ f នៃ x បូក z នៃ x ដក h នៃ x ដែល x ខិតជិតទៅរក a អញ្ចឹងវាស្មើនឹង f នៃ x ស្មើប៉ុន្មានបងប្អូន f នៃ x គឺស្មើ l z នៃ x គឺ m h នៃ x គឺ n អញ្ចឹងយើងជំនួសចូលតែម្ដងអូខេយើងផ្ដាច់វាមួយយើងអាចរកចម្លើយបានហើយមួយទៀតបើសិនជា limit នៃការគុណជាមួយនឹង f នៃ x ហើយ x ខិតជិតទៅរក a អូខេការនេះគឺជាមេគុណអញ្ចឹងយើងអាចយកមេគុណនេះគុណជាមួយនឹង limit នៃ f នៃ x តែម្ដងគឺការ l អូខេហើយបើសិនជាវាគុណគ្នា f នៃ x គុណ z នៃ x គុណនឹង h នៃ x យើងអាចសេថាចម្លើយវាគុណចូលគ្នាបានអូខេបើសិនបូកដកយើងចេញមកបូកដកបើសិនជាគុណយើងចេញមកគុណគ្នាដែរហើយបើសិនជាចែកដូចគ្នាអូខេ f នៃ x ចែក z នៃ x ចឹង l ចែកនឹង m ហើយបើសិនជាវាលើកជាស្វ័យគុណណាមួយទីហៅថា f នៃ x ស្វ័យគុណ n អញ្ចឹងយើងស្មើជាមួយនឹង l នេះក៏ស្វ័យគុណ n ដែរអូខេហើយបើសិនជា f នៃ x ស្វ័យគុណ z នៃ x អញ្ចឹង f នៃ x គឺ l z នៃ x គឺ m អញ្ចឹង l ស្វ័យគុណ mអូខេហើយបើសិនជាវាមានរឹសទី n ចេញមកគឺរឹសទី n ដែរអូខេនេះគឺជាប្រមាណវិធីនៃ limit របស់យើងខ្ញុំមានលំហាត់មួយចំនួនដើម្បីអនុវត្តគេថាគេឲ្យ limit f នៃ x ដែល x ខិតជិតទៅរក c ស្មើនឹង2 limit z នៃ x ដែល x ខិតជិតទៅរក c ស្មើនឹងដក1ហើយនឹង limit នៃ h នៃ x ដែល x ខិតជិតទៅរក c ស្មើ0អញ្ចឹងដើម្បីកណនាវាជាមួយគ្នាបានត្រូវចំណាំមួយទៀតបងប្អូនគឺកន្លែងនេះត្រូវតែ x ខិតជិតទៅរក c ដូចគ្នា x ខិតជិតទៅរក c
x ខិតចិត្តរក c ហើយនឹង x ខិតចិត្តរក c អញ្ចឹងនៅពេលដែលមាន limit x ខិតចិត្តរក c ដូចគ្នាយើងអាចកណនី limit ទាំង3ហ្នឹងជាមួយគ្នាបានហើយឧទាហរណ៍លំហាត់កស្មើប៉ុណ្នេះលំហាត់ខស្មើប៉ុណ្នេះលំហាត់កលំហាត់ខលំហាត់ងលំហាត់ចអញ្ចឹងយើងនឹងដោះស្រាយលំហាត់ជាមួយគ្នាអូខេគេឲ្យ limit ទាំង3នេះយើងស្រង់ឡើងវិញមកហើយលំហាត់ក limit x ខិតចិត្តរក c នៃ f នៃ x ដក j នៃ x អូខេ f នៃ x ស្មើប៉ុន្មានស្មើ2 j នៃ x ស្មើប៉ុន្មាន j នៃ x ស្មើដក1អូខេហើយវាខិតចិត្តរក c ដូចគ្នាអញ្ចឹងយើងអាចកណនីជាមួយគ្នាបានវាចូលរូបមន្តទី1បានបើយើងនេះបើសិនជាវាមានបូកយើងបូកចូលគ្នាបើសិនជាយើងដកយើងដកជាមួយគ្នាមកអញ្ចឹងយើងចំនួនលេខមក f នៃ x គឺ2 j នៃ x គឺដក1យើងបាន2ដកឲ្យ j នៃ x គឺដក1អញ្ចឹង2ដកឲ្យដក1អូខេអញ្ចឹងយើងស្មើ3ចូលដល់លំហាត់ខ limit នៃ f នៃ x លើកជាការ៉េដែល x ខិតចិត្តរក c អញ្ចឹង f នៃ x គឺ2អញ្ចឹងយើងមកទទួលបាន2ការ៉េ2ការ៉េស្មើ4អូខេលំហាត់ខអូខេយើងចូលដល់លំហាត់ក limit ដែល x ខិតចិត្តរក c នៃ f នៃ x ចែកឲ្យ j នៃ x អញ្ចឹង f នៃ x យើងគឺ2 j នៃ x យើងគឺដក1អញ្ចឹងយើងបាន2លើដក1យើងទទួលបានដក2ហាត់ខ limit នៃ1លើឲ្យ f នៃ x ដក j នៃ x ដែល x ខិតចិត្តរក c អូខេអញ្ចឹង1លើឲ្យ f នៃ x គឺ2 j នៃ x គឺដក1យើងចំនួនលេខចូលមកអញ្ចឹង1ចែកឲ្យ2ដកឲ្យដក1អូខេយើងបានប៉ុណ្្នេះអញ្ចឹងយើងទទួលបាន1លើ3អូខេលំហាត់ង limit x ខិតចិត្តរក c នៃ h នៃ x ចែកឲ្យ f នៃ x h នៃ x យើងគឺ0ហើយ f នៃ x យើងគឺ2អញ្ចឹងយើងទទួលបាន0 0លើ2យើងទទួលបាន0ហើយលំហាត់ចុងក្រោយ limit នៃ f នៃ x លើ h នៃ x ដែល x ខិតចិត្តរក c f នៃ x យើងគឺ2 h នៃ x យើងគឺ0អញ្ចឹង2ចែក0អញ្ចឹងភាគបែង0កាលណាភាគបែង0មួយចំនួនចែក0គឺស្មើនឹងអនន្តបូកដល់អនន្តអូខេអញ្ចឹងនេះជារបៀបកណនីប្រមាណវិធីនៃ limit បើសិនជាវាមាន limit x ខិតចិត្តរកអ្វីមួយដូចគ្នាទីហៅ x ខិតចិត្តរក c x ខិតចិត្តរក c x ខិតចិត្តរក c អញ្ចឹងយើងអាចកណនីវាបញ្ចូលគ្នាបានប៉ុន្តែបើសិនជាកន្លែងនេះ x ខិតចិត្តរកលេខ1ឧទាហរណ៍ហើយកន្លែងនេះ x ខិតចិត្តរកលេខ2 x ខិតចិត្តរកលេខ3នៅពេលដែលវាមាន limit x ខិតចិត្តរកអ្វីមួយដែលខុសគ្នាយើងអាចកណនីជាមួយគ្នាបានទេលុះត្រាតែវាខិតចិត្តរកតម្លៃមួយដូចគ្នាអញ្ចឹងយើងទទួលបានតម្លៃចម្លើយរបស់វាអាចយកមកស៊ីសងជាមួយគ្នាបានអូខេសង្ឃឹមថាបងប្អូននឹងយល់នៅមេរៀននៃចំណុចដំបូងរបស់យើងតាក់ទងជាមួយនឹងប្រមាណវិធីនៃ limit ហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតនៃមេរៀន limit របស់យើងអូខេអរគុណអ្នកទាំងអស់គ្នាបើសិនជាមានសំណួរអាចសួរនៅខាងក្រោមវីដេអូបាន